ថ្ងៃនេះខ្ញុំមកកំណែកម្រកិច្ចការផ្ទះកណ្ដាលជាតទៀតក្នុងមេរៀនថ្មីគឺមេរៀនទី2ចំនួនទូរសភាពចំណុចដំបូងអំណាចនិងសំណេរចំនួនទូរសភាពថ្ងៃកនេះគេឲ្យយើងបំពេញចន្លោះក្នុងតារាងខាងក្រោមដើម្បីបំពេញចន្លោះនេះបានយើងត្រូវកលេចមកមើលរូបភាពចឹងរូបភាពនេះជារូបគូប2ហើយគូបនីមួយៗផ្គុំឡើងពីគូបនេះតូចនេះចំនួន1000ដងចឹងដើម្បីបានរូបគូបធំមួយនេះកើតចេញពីគូបតូចនេះចំនួន1000ដងហើយខ្ញុំគូសយកគូបនេះទាំងមូលអញ្ចឹងបើខ្ញុំគូសយកគូបទាំងមូលអញ្ចឹងមានន័យថា1000ភាគ1000ចំពោះគូបទី2នេះដូចគ្នាដែរមាន1000ដូចគ្នាប៉ុន្តែខ្ញុំគូសយកតែចំនួន25ទេដោយសារក្របគូបនេះរូបរាងបែបនេះអញ្ចឹងរាប់មកជួនចេះ10មកជួនចេះ10ទៀត20អានេះ5ទៀត25អញ្ចឹងយើងទទួលបានប្រភេទ25ភាគ1000អញ្ចឹងបើសិនជាយកគំនូរដែលគូសពីគូបទាំងពីរបញ្ចូលគ្នាយើងទទួលបាន1025ភាគ1000អញ្ចឹងយើងអាចយកមកបំពេញចន្លោះប្រភេទនេះបានហើយបើសរសេរជារូបភាពគឺយើងទទួលបាន1025ភាគ1000ហើយបើសិនជាសរសេរជាចំនួនទូរសភាពវិញគ្រាន់តែយកភាគយកចែកនឹងភាគបែងនោះយើងទទួលបាន1.025ហើយចំពោះការអានជាអំណានវិញយើងអានថា1.025សូមបន្តទៀតកន្លែងនេះក៏គេឲ្យយើងបំពេញចន្លោះដែរអញ្ចឹងសូមកលេចមកមើលរូបភាពគូបនេះហើយនៅពេលដែលគេគូសយកគូបនេះចំនួនមួយផ្ទាំងបែបនេះគឺ100ណាផ្ទាំងបែបនេះអញ្ចឹងមកជួនចេះ10ទៀត110 120 130 135អញ្ចឹងគេយកចំនួន135ភាគ1000ហើយបើសិនជាចំនួនសុភាពវិញយើងគ្រាន់តែយក135ចែកនឹង1000នោះយើងទទួលបាន0.135ហើយចំពោះការអានជាអំណាចយើងអានថា0.135ហើយខនេះគ្រាន់តែសរសេរប្រភេទខាងក្រោមជាចំនួនទូរសភាពកគេមានប្រភេទ87ភាគ1000អញ្ចឹងដូចយើងចែកលេខធម្មតាយើងគ្រាន់តែយកភាគយកចែកនឹងភាគបែងអញ្ចឹងយើងទទួលបាន0.087ខ367ភាគ1000អញ្ចឹងពេលយើងចែកភាគយកចែកភាគបែងឃើញ0.367ក6523ភាគ1000ចែកជា2ឃើញ6.523ខ43127ភាគ1000សេចជាចំនួនសភាពបាន43.127ចំណុចបន្តទៀតសរសេរពាក្យអំណាចនៃចំនួនទូរសភាពខាងក្រោមអញ្ចឹងកគេមានចំនួនប៉ុណ្នេះអញ្ចឹងយើងអាចអានថា0.056ខយើងអានថា34.120កយើងអានថា76.034ខយើងអានថា8.543